Hello ស្ដីអ្នកទាំងអស់គ្នាឥឡូវនេះគឺយើងមកដឹងពីរបៀបក្នុងការ hack នៅក្នុង IS តោះឥឡូវយើងចាប់ផ្ដើមទៅរបៀប hack ជាដំបូងគ្នាយើងចូលទៅក្នុងក្រុម Telegram ខ្ញុំមកដែលខ្ញុំដាក់ link ក្នុង description ហើយនឹងធ្វើតាមខ្ញុំមកខ្ញុំដាក់រៀងកាត់ទៅដោយសារខ្ញុំខ្ជិលធ្វើវាវែងអញ្ចឹងយើងធ្វើតាមហ្នឹងទៅខ្ញុំមានព្រីនៅក្នុងក្រុម Telegram ឯនេះយើងចង់មើលវីដេអូពេញយើងមើលទៅក្នុងក្រុម Telegram ទៅខ្ញុំដាក់ link នៅក្នុង comment នេះយើងអាច join ទៅហើយធ្វើតាមហ្នឹងទៅហើយឥឡូវគឺយើងមក install ជាមួយនឹង data ហើយគឺវាស្រួលណាស់មែនតើហើយកន្លែងនេះគឺវាយើងឲ្យយើងត្រាស់វិធីត្រាស់នេះយើងចូលទៅក្នុង setting ហើយចូលទៅក្នុង general ហើយ VPN ទៅយើងចុចត្រាស់ទៅនេះយើងចុចត្រាស់កន្លែងហ្នឹងទៅគឺវាបានហើយវាចេញកន្លែងនេះគ្នាយើងអូសទៅក្រោមទៅហើយយើងចុចពាក្យថា software update ទៅហើយយើងចាំបន្តិចទៅចូលបានហើយតោះឥឡូវយើងដឹងពីរបៀបក្នុងការយក key នេះយើងចូលដំបូងនេះយើងវាយ account នេះយើងចូលតាមហ្នឹងទៅចង់ hack account ណាដាក់ account ហ្នឹងទៅនេះយើងតោះឥឡូវយើងចូលទៅក្នុង block fruit ពីរបៀបក្នុងការដោះ key block fruit អូខេតើពេលអ្នកគ្នាចូលទៅក្នុង block fruit ហើយវានឹង load បែបនេះហើយគ្នាយើងចាំវាទៅវាចេញឲ្យយើងយក key ហើយតើមកនេះយើងចុចពាក្យថា recovery key ហើយយើងចេញទៅចូលជ្រោមហើយដើម្បីដោះ key នេះយើងត្រូវវាយតាមខ្ញុំមកខ្ញុំតែកាត់អីនេះយើងចុច upload ពី video ទៅហើយយើងដោះតាមហ្នឹងទៅនេះយើងបើចង់មើលវីដេអូពេញនេះយើងក្នុងក្រុម Telegram ដោយសារក្នុង YouTube ខ្ញុំមានធ្វើវិញទៅដោយសារខ្លាច YouTube ចាប់ចឹងគ្នាយើងអូខេឥឡូវគឺបានដោះ key រួចរាល់ហើយនេះយើងគឺក្រុម100ហើយតោះឥឡូវយើង unlock key ដើម្បីយកទៅដាក់អ្នកគ្នាហើយចំពោះនេះយើងគឺឥឡូវយើងចាំតិចទៅនេះយើងវាចេញហើយនេះយើងគឺមិនតែខិនអីចឹងទៅនេះខ្ញុំរៀងចាំយូរដែរវានឹងចាំយូរមិនទេជាងកន្លែងណាវិធីដោះ key វាគឺអត់ទៅប្រហែលទេវាស្រួលដែរតែបើថាអ្នកអត់ចេះដោះអីនេះយើងគឺរៀងវេទនាដែរតែអ្នកគ្នាមើលវីដេអូខ្ញុំយូរទៅគង់តែយល់ទេនេះយើងមើលយូរទៅគង់តែយល់ទេតើឥឡូវយើងចុចដោះ key ហើយយើងចុចយក key មកយកទៅដាក់នៅក្នុង block fruit យើងហ្នឹងអាហ្នឹងដូចជា2ថ្ងៃអីគេឲ្យយើងដោះ key ម្ដងហើយទៅមកនេះយើងយកទៅពេញ key បើយើងពេញនេះយើងហើយបើ script នេះយើងគឺមានក្នុងក្រុម Telegram ខ្ញុំផងដែរនៅក្នុងហ្នឹងគឺមានមួយ set តែម្ដងនេះយើងមើលទៅឥឡូវខ្ញុំសុំយក script មួយនេះគឺជា script ជំនួយ farm នេះយើង farm លឿនខ្លាំងមែនទែន script ហ្នឹងគឺបានដាច់គេលេខ1ឯងគឺទៅខ្ញុំមិនទៅខ្ញុំយកលើកយកឲ្យអ្នកគ្នាណែនាំឲ្យគ្នានេះយើងប្រើអញ្ចឹងឥឡូវយើងចុចដាក់ script យើងដាក់ឈ្មោះគ្នាយើងដាក់ឈ្មោះអីដាក់ទៅនេះយើងចង់ដាក់ទៅខ្ញុំដាក់ LU អញ្ចឹងតែក្រោមយើងយក script យើងយកទៅដាក់យើងពេញយ៉ាងមកហើយយើងចុចហ្នឹង strict ទៅហើយយើងចុច auto farm ទៅគឺវា farm ហើយក្នុងហ្នឹងមិនមែនតែ farm មួយមុខទេគឺវាមានរាល់ item រកឲ្យផ្សេងមកកណោតិចនេះយើងប្រើ script view នេះយើងគង់ទៅយល់ទេនេះយើងចឹងហើយនេះយើងមើលការ farm វាទៅគឺលឿនខ្លាំងមែនតើអ្នកនេះគឺថា level វាវិញគឺឡើងលឿនខ្លាំងមែនតើចឹងហើយគឺជាកងក្រោយគឺខ្ញុំមិនភ្លេចទេនេះយើងចុច like ម្នាក់មួយផង